ទៅទៀតវាជុំទឹកមួយពីរបាក់ពីអូយវត្តភាពអន្តរជាតិកម្ពុជាម៉ូរ៉ូកូទឹកទី1 round 1 ឥឡូវនេះយើងមកទស្សនាការប្រកួតគូពិសេសអន្តរជាតិទឹកទី1បង្គោលក្រហមពេជ្រកណ្ដាលនិងកីឡាករម៉ារ៉ុកឡាស៊ីនអ៊ីហ្វីតាំងហូបដើរចូលកីឡាកររៀបខ្លួនបាទដើរចូលញាក់ទាត់កាប់តឡាឆ្វេងបាទពីកកដាបាទទៅលើកីឡាកររបស់ម៉ារ៉ុកនៅទីញាក់ដើរចូលទៅទៀតកាប់ចានឆ្វេងពីកកដាលោកស្ដាមពីកកដាកាប់ចានស្ដាមមកវិញអីយយកាប់ចានឆ្វេងកាប់ទៅកាប់មកកាប់ចានឆ្វេងទៀតបាទល្អជើងល្អដៃល្អកាយកកដាទៅរត់ឆ្វេងពេញបាទវាយកងធម្មតានៅទីញាក់ដើរចូលកាប់ចានឆ្វេងទៅទៀតពីពេញកកដាទៅលើកីឡាកររបស់ម៉ារ៉ុកបូរ៉ាកូវាធំទឹកពីកកដាបាទធាក់ឆ្វេងទល់កាប់ចានស្ដាំ1 2 1 2 1 2 1 2 1 2អីហើយអ្នកប្រយុទ្ធចិត្តធွာបាទពេញកកដាយ៉ាងមិនឲ្យធាក់មកមួយដរិចឆ្វេងឆ្វេងស្ដាំឆ្វេងស្ដាំដរិចឆ្វេងមកមួយទៀតបាទពីកកដាដល់ចូលពីកកដាដរិចឆ្វេងអូគូសបាទដៃប៉ាំងខ្ពៀចូលប្លង់លោកគ្រូពេជ្រសុផាន់ទៀតហើយបាទដៃពីរដៃបើកលុយ 6 7 8បន្តការប្រកួតវាយបានទៀតបាទនៅទីនេះដាក់ជោគដាក់ដៃឆ្វេងលោកស្ដាំមកវិញឆ្វេងស្ដាំឆ្វេងស្ដាំបោកហើយឆ្វេងរវល់មកចាន់បាទកាប់ចាស់ស្ដាំដល់ឆ្វេងសអីយោសមកវិញបាទពេលវេលាសច្រើនទៀតឆ្វេងស្ដាំដៃចូលកាប់ដល់ស្ដាំឆ្វេងស្ដាំរវល់មកចាន់ឆ្វេងស្ដាំនេះទៅទៀតហើយសមកវិញដល់ឆ្វេងហេធាក់ដៃចូល2 3 4 5 ជាកទូការពីមិញបាត់ហើយ7 7 8 9ហើយបានឈប់ការប្រកួតចូលប្លង់លោកគ្រូពេជ្រសុផាន់ទៀតហើយមិនមួយដៃទេចូលចិត្ត20ដៃអញ្ចឹងអត់បើកលុយឲ្យទេបាទបងប្អូនពេជ្រកកដាវៃលោកបងប្អូនទៀតដៃទៅមើលគ្រូពេជ្រសុផាន់គ្រូឆ្នើមណានោះបងប្អូនមកហូរគ្រូឆ្នើមមួយបាទថ្ងៃនេះបានផ្ដល់កិត្តិយសផ្ទាល់នៅក្នុងស៊ីតយូរបស់យើងដូចគ្នាបាទកូនសិលគ្រូឆ្នើមច្រើនហ្នឹងថ្ងៃនេះបាទឥឡូវសម័យសហការីបាទជួយសម្រួលដល់កីឡាករម៉ារ៉ុកបាទអរគុណច្រើនឥឡូវនេះសូមទស្សនាជាមួយនឹងរូបភាព slow motion ដែលសម្ដងដោយសហការីរបស់ហងវាបាទសូមអញ្ជើញបាទទស្សនារូបភាព slow motion ដរិចឆ្វេងបាទពីកីឡាករឡាស៊ីនដែរបាទនៅតាចូលដរិចឆ្វេងកន្លែងនេះប៉ាក់ពីបាទអគុទឹសមកដៃកន្លែងនេះបាទបើសិនបើកងចេញមករៀមទៀតគឺហិតទៅពិបាកទៅទៀតអរលោកស្រីអ្នកនាងកញ្ញាជាទីមេត្រីអបអរសាទរជ័យជំនះបង្គោលក្រហមដែលផ្ដួលគូប្រកួតឲ្យបាត់បង់ស្មារតីពេជ្រកកដា